កុំដេកចាំសំណាងកុំចាំសំណាងរត់មករកយើងតើតែយើងប្រាំងបងប្អូនដូចជាការធ្វើវីដេអូអញ្ចឹងតើតែយើងប្រាំងព្យាយាមយកចិត្តទុកដាក់ខំធ្វើវាបានល្អទៅទៅមុខទៅវាបានជោគជ័យហើយបងដែលចាប់ផ្ដើមធ្វើវីដេអូដៃថ្មីមិនថាខ្ញុំមិនថាបងកុំអស់សង្ឃឹមមួយឆ្នាំឬក៏មួយឆ្នាំជាងយើងធ្វើមិនទាន់បានជោគជ័យយើងធ្វើតទៀតព្រោះវាអត់មានខាតបង់អីទេបងប្អូនយើងគ្រាន់តែថតផុសទៅដូចខ្ញុំអញ្ចឹងខ្ញុំធ្វើមួយឆ្នាំប្រហែលខែតែខ្ញុំនៅតែព្យាយាមធ្វើពេលខ្លះក៏ចង់ឈប់ដែរបងប្អូនតែនឹកឃើញស្ដាយខំធ្វើមកយូរហើយតែពេលឈប់ទៅវានឹកស្ដាយអញ្ចឹងក៏មានតែខំប្រឹងថតផុសបន្តទៅទៀតអញ្ចឹងសង្ឃឹមថាបងប្អូនជួយគ្រប់គ្រងផងមិនថាបងប្អូនដៃចាស់ដៃថ្មីឬក៏បងប្អូនដែលមិនធ្វើវីដេអូក្តីអ្នកធ្វើវីដេអូក្តីជួយគ្រប់គ្រងជួយមើលជួយ like comment ផងណាបងប្អូនដោយសារខ្ញុំនេះខ្ញុំធ្វើរយៈពេលមួយឆ្នាំ3-4 ខែបងប្អូនតែអត់ទាន់បានជាលទ្ធផលអីទេហើយការធ្វើវីដេអូនេះអត់មានអីពិបាកប្រហែលទេបងប្អូនគឺយើងធ្វើអីយើងផុសនឹងយើងធ្វើអីយើងផុសនឹងទៅបងប្អូនឲ្យតែថតឲ្យច្បាស់សំឡេងល្អឲ្យច្បាស់ហើយរូបភាពឲ្យច្បាស់អាហ្នឹងយូរទៅគង់តែមានអ្នកមើលទេបងប្អូនយើងព្យាយាមផុសព្យាយាមធ្វើជាប្រចាំដូចខ្ញុំអញ្ចឹងមានអីខ្ញុំផុសនឹងមានអីខ្ញុំថតនឹងដូចថ្ងៃនេះអញ្ចឹងខ្ញុំមានហ៊ុនជ្រូក1 គីឡូអញ្ចឹងខ្ញុំយកមកវាមកឆ្ងោបងប្អូនហើយឆ្ងោនេះខ្ញុំឆ្ងោទុកធ្វើជ្រលក់ទឹកប្រហុកល្ងាចហើយខ្ញុំឆ្ងោហើយខ្ញុំយកឆ្ងោហូបថ្ងៃខ្លះអាហ្នឹងលើយើងឆ្ងបងប្អូនវាឆ្នៃឲ្យបានពេលដើម្បីចាស់ទៅព្រឺនេះសង្ឃយើងគឺបបាបងប្អូនអើយការរលុយក៏មិនសូវបានអញ្ចឹងយើងត្រូវតែក្បិតក្បៀតខ្លះសំចៃខ្លះទៅកុំខ្ជះខ្ជាយយើងចេះតែសំចៃទៅបងប្អូនហើយឥឡូវនេះខ្ញុំចាប់ដើមយកហ៊ុនខ្ញុំមកឆ្ងោហ៊ុនជ្រូកបងប្អូនហ៊ុនខ្ញុំបោថាហ៊ុនខ្ញុំទៀតណាហ៊ុនជ្រូកបងប្អូនហ៊ុនជ្រូកគ្រឿងក្នុងជ្រូកឥឡូវចាប់ដើមបង្កាត់ភ្លើងហើយយើងឆ្ងោក្រានអូននឹងចាប់ដើមផុយល្អបងប្អូនបើសិនជាឆ្ងោហ្គាសអស់ហ្គាសមកកំប៉ុងទៀតក៏នៅតែស្វិតដែរបងប្អូនតែបើយើងឆ្ងោក្រានអូសអញ្ចឹងនិយាយពីថាវាឆាប់ផុយស្រួលហូបដោយសារតកៅស៊ីថ្មិញអស់ហើយបើសិនឆ្ងោមិនឲ្យផុយទេគឺហូបអត់កើតទេបងប្អូនឥឡូវនេះគឺហ៊ុនខ្ញុំកន្លះឆ្នាំងបងប្អូនហ៊ុននឹង1 គីឡូ 3 ខាំបងប្អូនឥឡូវនេះខ្ញុំឆ្ងោវិញខ្ញុំអត់ដាក់ទឹកទេខ្ញុំឆ្ងោឲ្យវាចេញអាទឹកដែលយើងខ្លះសេវាហ្នឹងគឺវាចេញទឹកមកឡើងកន្លះឆ្នាំងបងប្អូនពេលដែលរីងទឹកហ្នឹងហើយគឺខ្ញុំចាប់ផ្ដើមបន្ថែមទឹកថ្មីបើសិនជាយើងអត់ឆ្ងោឲ្យវាដាច់អាទឹកដែលយើងខ្លះសេវាចេញពីពោះជ្រូកហ៊ុនជ្រូកហ្នឹងទេវាអាចនឹងមានក្លិនណាបងប្អូនឥឡូវនេះហ៊ុនជ្រូកពេលដែលហ៊ុនជ្រូកហ្នឹងគឺខ្ញុំចាប់ផ្ដើមយកវាមកហាន់ខ្លះបងប្អូនដើម្បីយកទៅឆ្ងោជ្រូកខ្លះហើយនឹងយកទៅដាក់វាឆ្ងោលើចង្ក្រានវិញខ្លះបងប្អូនដោយសារវាអត់ទាន់ផុយទាំងអស់ទេមានអាខ្លះនៅស្វិតអញ្ចឹងណាបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមយកមកហាន់ដើម្បីយកទៅឆ្ងោជ្រូកបងប្អូនធ្លាប់យកហ៊ុនជ្រូកទៅឆ្ងោជ្រូកអត់បងប្អូនហើយខ្ញុំអាសាយកទៅឆ្ងោដោយសារវាឆ្ងាញ់បងប្អូនយើងឆ្ងោជ្រូកដូចតែយើងឆ្ងោត្រីឆ្ងោសាច់ដែរបងប្អូនឆ្ងោបងគ្រឿងដូចគ្នាធម្មតាដូចគ្នាបងប្អូនហើយរសជាតិឆ្ងាញ់ដូចគ្នាបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមកាត់វាមកមុខបន្តិចដើម្បីយកទៅឆ្ងោជ្រក់ឲ្យកូនញ៉ាំបាយពេលមកពីសាលារៀនអញ្ចឹងណាបងប្អូនហើយតែបើសិនជាឆ្ងោទាំងអស់គឺវាហូបអត់អស់ទេបងប្អូនអញ្ចឹងមានលៃទុកកងាយខ្លះអីចឹងទៅហើយខ្ញុំសង្ឃឹមថាវីដេអូខ្ញុំគ្រប់វីដេអូសង្ឃឹមថាបងជួយគ្រប់គ្រងផងមិនថាបងដៃចាស់ដៃថ្មីឬក៏បងដែលជោគជ័យឬមិនទាន់ជោគជ័យអីជួយគ្នាទៅមុខទាំងអស់គ្នាបងប្អូនបើសិនជាធ្វើវីដេអូយើងធ្វើទៅតែឯងគឺទៅមុខអត់រួចទេបងប្អូនតើតែមានបងប្អូនយើងជួយគ្រប់គ្រងជួយ like ជួយ share ជួយ comment អីចឹងទៅបងប្អូនបើសិនជាយើងធ្វើទៅតែឯងស្គយគឺអត់ទៅមុខទេចង់ធ្វើប្រហែលឆ្នាំក៏អត់ទៅមុខដែរបើសិនជាវីដេអូនឹងល្អមានគុណភាពអាហ្នឹងប្រហែលជាអាចតែបើសិនជាវីដេអូមិនសូវមានអ្នកមើលធ្វើមិនសូវមានគុណភាពអាហ្នឹងគឺអត់មានអ្នកមើលទេបងប្អូនគឺទៅមុខអត់រួចទេអញ្ចឹងដៃចាស់ដៃថ្មីយើងត្រូវជួយគ្នាទៅវិញទៅមកហើយខ្ញុំធ្វើវីដេអូនេះខ្ញុំអត់រឹកទេបងប្អូនឲ្យតែឃើញបងប្អូនដៃចាស់ដៃថ្មីមិនថាអ្នកល្បីឬក៏អ្នកមិនល្បីទេបងប្អូនគឺខ្ញុំតែងតែចូល comment សរសើរគ្រប់ពាក្យល្អទៅកាន់ពួកគាត់និយាយពាក្យល្អអាហ្នឹងវាតើតែយើង comment យើងសួរសុខទុក្ខគ្នាតាម comment ហ្នឹងបងប្អូនយើងជួយគ្នាតាម comment អញ្ចឹងណាបងប្អូនឥឡូវនេះហ៊ុនជ្រូករបស់ខ្ញុំចាប់ផ្ដើមស្ងោរឆ្អិនទេបងប្អូនដោយសារខ្ញុំឆ្ងោរតែ5-10 នាទីដោយសារហ៊ុនជ្រូកខ្ញុំហ្នឹងខ្ញុំឆ្ងោរឲ្យវាឆ្អិនមួយសាហើយនេះគ្រាន់តែខ្ញុំយកមកឆ្ងោរដាក់គ្រឿងបន្ថែមក្រូវអីចឹងទៀតទៅបងប្អូនគ្រឿងក្រូវឥឡូវនេះឆ្អិនហើយបងប្អូនជួយ